ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបានវិលមកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយដើម្បីស្ដាប់នៅរឿងនិទានថ្មីពីខ្ញុំបាទពេលដែលបានស្ដាប់នៅវីដេអូនិងខ្លឹមសារនេះហើយគិតថាវីដេអូនិងខ្លឹមសារនេះល្អសូមកុំភ្លេចជួយ Subscribe នៅ Channel នេះមួយផងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតអរគុណហើយក្នុងភូមិនឹងដែរមានបុរសវ័យក្មេងម្នាក់ត្រូវតែជាសាច់ញាតិរបស់នាងដែរក៏លួចលង់ស្នេហ៍ជាមួយនឹងនាងដែរបុរសម្នាក់នោះឈ្មោះថាសុវណ្ណមានអាយុ23ឆ្នាំតែងតែជួយការងារនាងថ្ងៃមួយសុវណ្ណបានទៅជួយជួសជុលផ្ទះស្ត្រីមេម៉ាយកូនពីរនឹងឯងហើយសុវណ្ណក៏ជាសាច់ញាតិដ៏ជិតរបស់នាងផងដែរពេលយប់មកដល់ស្ត្រីមេម៉ាយបានរៀបចំបាយល្ងាចហើយបានខាត់សុវណ្ណឲ្យហូបបាយនៅជាមួយនាងហើយស្របពេលនោះមេឃក៏បង្អោរភ្លៀងមួយមេយ៉ាងខ្លាំងធ្វើឲ្យសុវណ្ណមិនអាចទៅផ្ទះរួចហើយពេលនោះដែរស្ត្រីមេម៉ាយកូនពីរបានរៀបចំកន្លែងឲ្យសុវណ្ណសម្រាកពេលអាត្រៀតក៏មកដល់ធ្វើឲ្យស្ត្រីមេម៉ាយកូនពីរនឹកឃើញអនុស្សាវរីយ៍ជាមួយនឹងប្តីរបស់នាងមុនពេលដែលប្តីនាងទទួលមរណភាពពេលដែលនាងនឹកឃើញនៅអនុស្សាវរីយ៍ចាស់ដែលប្តីនាងបន្សល់ទុកឲ្យនាងដោយសារប្តីរបស់នាងពូកែណាស់សម្រាប់រឿងលើក្រែដែលជាតិចនិចធ្វើឲ្យនាងដកចិត្តជារៀងរហូតដោយទ្រាំមិនបាននាងបានយកភួយឲ្យសុវណ្ណស្របពេលដែលយកភួយឲ្យសុវណ្ណក្នុងសម្លៀកបំពាក់ដ៏ស្ដើងរបស់នាងហើយសុវណ្ណក៏បានឃើញនៅសម្លៀកបំពាក់ដ៏ស្អាតដ៏ស្ដើងអមជាមួយនឹងមេឃបន្ទោបានបញ្ចេញភ្លើងព្រាកធ្វើឲ្យសុវណ្ណឃើញនៅវត្ថុសម្ងាត់របស់ស្ត្រីមេម៉ាយកូនពីរយ៉ាងច្បាស់ជាមួយនឹងស្មៅដុះជុំវិញរបស់នាងនោះស្របពេលនោះអូនតូចរបស់សុវណ្ណបានកម្រើកឡើងភ្លាមលេចចេញមកទល់នឹងខោខ្លីដេកយប់របស់សុវណ្ណដែលស្ត្រីមេម៉ាយបានរៀបចំទុកឲ្យពេលនោះអ្នកទាំងពីរក៏បាននឹងមានចំណងស្នេហាជាមួយគ្នារហូតបានសម្រេចគោលបំណងចំនួន3ដងក្នុងរយៈពេលមួយយប់ដោយសារស្ត្រីមេម៉ាយរូបនេះហានបានហូបម្ហូបរបៀបនេះយូរមកហើយចាប់តាំងពីប្តីរបស់នាងបានទទួលមរណភាពហើយក្នុងពេលដែលប្រតិបត្តិការមួយលើកនាងតែងតែប្រើនៅតិចនិចដែលប្តីរបស់នាងបន្សល់ទុកឲ្យហើយធ្វើឲ្យសុវណ្ណពេញចិត្តយ៉ាងខ្លាំងនៅតិចនិចដែលស្ត្រីមេម៉ាយនោះដែលប្រើមកលើខ្លួនហើយពេលព្រឹកឡើងស្រីពៅឬក៏ហៅថាស្ត្រីមេម៉ាយកូនពីរបានបើកលក់ដូរចាប់ហួយជាធម្មតាចំណែកឯសុវណ្ណវិញក៏បានត្រឡប់ទៅផ្ទះវិញជាធម្មតាដែរតែបន្សល់ទុកនៅអនុស្សាវរីយ៍គឺមួយយប់3ដងពេលដែលសុវណ្ណត្រឡប់មកដល់ផ្ទះសុវណ្ណតែងតែនឹកឃើញនៅអនុស្សាវរីយ៍ជាមួយនឹងស្ត្រីមេម៉ាយកូនពីរក្នុងមួយយប់3ដងមួយសប្តាហ៍ក្រោយមកស្ត្រីមេម៉ាយបានខលទូរស័ព្ទទៅសុវណ្ណឲ្យមកផ្ទះរបស់នាងម្ដងទៀតដោយសារផ្ទះរបស់នាងអត់មានអ្នកជួយកោសខ្យល់ឲ្យនាងព្រោះនាងមិនសូវស្រួលខ្លួនទើបនាងនឹកឃើញដល់សុវណ្ណបន្ទាប់ពីបានទទួលទូរស័ព្ទពីស្ត្រីមេម៉ាយរួចសុវណ្ណបានសុំអនុញ្ញាតពីម្ដាយរបស់ខ្លួនថាមកលេងផ្ទះស្ត្រីមេម៉ាយឈ្មោះថាស្រីពៅម្ដាយសុវណ្ណបានអនុញ្ញាតឲ្យសុវណ្ណតាមការស្នើសុំរបស់សុវណ្ណព
ពេលទៅដល់ផ្ទះស្ត្រីមេម៉ាយកូនពីរគឺប្រហែលជាម៉ោង 4:30 នាទីល្ងាចពេលនោះស្រីពៅក៏បានហៅសុវណ្ណឲ្យចូលនៅក្នុងបន្ទប់របស់នាងហើយប្រាប់សុវណ្ណថាឲ្យជួយធ្វើសរសៃនិងកោសខ្យល់ឲ្យនាងបន្តិចដោយសារនាងមិនសូវស្រួលខ្លួនពេលនោះនាងក៏បានដេកនៅលើគ្រែជាមួយនឹងសម្លៀកបំពាក់ដ៏ស្ដើងរបស់នាងដែលនាងបានរៀបចំទុកដើម្បីឲ្យសុវណ្ណកោសខ្យល់និងធ្វើសរសៃឲ្យនាងពេលនោះសុវណ្ណក៏ចាប់ផ្ដើមសោយនៅសម្លៀកបំពាក់ដ៏ស្ដើងរបស់នាងឡើងលើពេលនោះនាងដេកផ្ងានៅលើក្រែនៅឡើយបានបញ្ចេញនៅសាច់ភ្លៅដ៏សខ្ចីរបស់នាងពេលនោះសុវណ្ណបានយកដៃរបស់ខ្លួនអង្អែលលើភ្លៅរបស់នាងថ្នមថ្នមធ្វើឲ្យនាងមានអារម្មណ៍ក្តៅខ្លួនហើយបិទភ្នែកតិចតិចក៏នឹកឃើញនៅតិចនិចអនុស្សាវរីយ៍លើក្រែដែលប្តីរបស់នាងបានបន្សល់ទុកឲ្យនាងស្របពេលនោះសុវណ្ណក៏បានចាប់ផ្ដើមអង្អែលឡើងលើបន្តិចម្ដងដោយភាពប៉ិនប្រសប់របស់សុវណ្ណធ្វើឲ្យនាងមានអារម្មណ៍កាន់តែព្រឺព្រួចឡើងអ្នកទាំងពីរទប់អារម្មណ៍អត់បានក៏បានបង្កាត់ភ្លើងស្នេហាជាមួយគ្នារហូតបានសម្រេចមួយដងពេលដែលបានសម្រេចមួយដងរួចហើយមិនអស់ចិត្តអ្នកទាំងពីរក៏បានទៅងូតទឹកក្នុងបន្ទប់ជាមួយគ្នាហើយសុវណ្ណក៏បានងូតទឹកឲ្យនាងនឹងដោះក្អែលថ្នមឲ្យនាងដោះចាប់តាំងពីកជើងរហូតដល់កន្លែងសម្ងាត់របស់នាងធ្វើឲ្យនាងមានអារម្មណ៍ពុះកញ្ជ្រោលនាងក៏ចាប់ផ្ដើមរុញសុវណ្ណឲ្យអង្គុយនៅលើកៅអីនាងក៏ចាប់ផ្ដើមធ្វើឲ្យសុវណ្ណពុះកញ្ជ្រោលយ៉ាងខ្លាំងអ្នកទាំងពីរក៏ចាប់ផ្ដើមធ្វើលំហាត់រហូតបានសម្រេចរៀងខ្លួនម៉ោង 7 យប់ក៏មកដល់សុវណ្ណក៏បានលានាងទៅផ្ទះវិញព្រឹកឡើងស្រីពៅឬហៅថាស្ត្រីមេម៉ាយធ្វើការចាប់ផ្ដើមបើកលក់ជាធម្មតាដោយសពមួយដងប្រុសក្នុងភូមិតែងតែលួចសម្លឹងមើលនៅដើមទ្រូងដ៏ត្រលុកត្រលុនរបស់នាងទោះបីនាងមានកូន3ហើយក៏ដោយនាងតែងតែស្លៀកសម្លៀកបំពាក់ទាក់ទាញអារម្មណ៍បុរសចាស់ក្មេងក្នុងភូមិស្រីពៅតែងតែធ្វើការងារទាំងធ្ងន់ទាំងស្រាលដើម្បីរកប្រាក់ចំណូលដើម្បីចិញ្ចឹមកូនទាំង3ថ្ងៃមួយមានបុរសវ័យចំណាស់ម្នាក់បានសុំស្នេហ៍ពីនាងតែនាងមិននិយាយស្ដីគ្រាន់តែញញឹមហើយដើរចេញទៅបុរសវ័យចំណាស់តែងតែមកទិញអីវ៉ាន់នៅផ្ទះនាងហើយសុំស្នេហ៍ពីនាងផងដែរតែនាងមិនព្រមនិយាយស្ដីហើយគ្រាន់តែញញឹមដូចសពមួយដងអរគុណសម្រាប់ការស្ដាប់កុំភ្លេច Subscribe នៅ Channel នេះមួយផងដើម្បីទទួលបាននៅរឿងបន្តទៅទៀតបាទព្រោះនេះជាភាគ1នៅមានភាគបន្តទៀតបាទ